អ្នករុស្ស៊ីមានឧបសគ្គច្រើនណាស់មិនមែនលេងសើចទេណានៅក្នុងសមរភូមិមួយនេះមិនមែនចេះតិចតួចហើយរស់បានដូចមុនទេនៅក្នុងសម័យនេះអ្នកដែលមានមុខរបរអាចជឿនក្នុងពេលដ៏លំបាកអ្នកដែលដុតប្រមូលព្រឹងលេងជួយដល់ស្មងលេងជីវិតមកដល់ម៉ោងនេះមានអាជីវកម្មបុរាណជាច្រើនត្រូវបិទទ្វារអនឡាញផុតអស់មួយអ្នករុស្ស៊ីទៅនៅក្នុងគុណរួមទាំងអ្នកលោតផ្លោះដូចជាមេតុងទីនដូចអីជាដែរបាទនិយាយនេះមិនមែននិយាយរឿងថ្មីទេគឺនិយាយតាំងពីយូរមកហើយណាវាមានច្រើនមកហើយអាជីវកម្មគឺជាការដាក់ជីវិតចូលកម្មវាមិនស្រួលទេវាមិនស្រួលឡើយអាពាក្យដែលថាមានកម្មចុងកតុយនេះហើយក៏ប្រហែលជាតកែកពើមួយចំនួនដឹងឯណាដែលមានពាក្យក្រពីមុខដូចជាកពើនេះគឺពិបាកណាស់ណាហត់គ្រប់សពបើសិនជាអ្នកដាក់ចិត្តរុស្ស៊ីខ្ញុំចែករំលែកបល័យ5ទី1គឺស្គាល់គីឡូខ្លួនឯងកូនដៃរោតាមកូនដៃមេដៃរោតាមមេដៃកុំលក់សាច់